មានពីម្សិលមិញទៀតយើងមកលំហាត់លេខ3ចឹងប្រធានលំហាត់យើងគេឲ្យយើងចូលគណនាកម្ពស់នៃត្រីកោណសាមញ្ញ ABC ដោយមានរង្វាស់ជ្រុងស្មើនឹង4សង់ទីម៉ែត្រយើងដឹងហើយថាត្រីកោណសាមញ្ញគឺជ្រុងទាំង3របស់វាស្មើគ្នាចឹងជ្រុងទាំង3ស្មើគ្នាដែលគេឲ្យរង្វាស់ជ្រុងនោះស្មើនឹង4សង់ទីម៉ែត្រចឹង AB យើង4សង់ទីម៉ែត្រ AC ក៏4ហើយ BC នោះក៏4ហើយពីលើគូចេញពីកម្ពស់មកបាននោះគេហៅគេកម្ពស់ចឹងយើងបាន A5 ចឹងគេឲ្យយើងគណនារកកម្ពស់នៃត្រីកោណសាមញ្ញចឹងយើងគណនាគេគណនា A5 ចឹងយើងគណនាកម្ពស់នៃត្រីកោណសាមញ្ញ ABC តាមរូបមន្តកម្ពស់របស់យើងហាស្មើA ឬក្រេនៃ3លើ2ហើយហារបស់យើងនេះហារបស់យើងនឹងស្មើនឹង A5 ដោយសារពីលើនឹងចូលមកក្រោមនឹងវាស្មើ A5 យល់តែ A5 ហ្នឹងយើងអត់ទាន់រកឃើញរបស់ថាវាស្មើប៉ុន្មានទេហើយ A របស់យើងគឺស្មើប៉ុន្មាន4សង់ទីម៉ែត្រចឹងនាំឲ្យ A5 យើងនឹងស្មើ4ឬក្រេនៃ3ចែកដោយ2ចឹង4ចែកនេះយើងមើល4ហើយ2នេះសម្រួលគ្នាបានអត់យក4ចែក2បាន2ចឹងចែកទៅឬក្រេនៃ3ចេញមកបានអត់ចេញមកបានទេចឹងពេលចេញមកបានគឺយើងដាក់ចង្កដាដូចនេះ A5 របស់យើងនឹងគឺស្មើនឹង2ឬក្រេនៃ3មានอะไรនេះឆ្កល់អត់